Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកលេងទីតាំងសមុទ្រថ្មីដែលខ្ញុំអត់ដែលធ្លាប់មកលេងពីមុនណាបងប្អូនបាទឥឡូវយើងបានចតឡានហើយយើងក៏បានដោះស្បែកជើងហើយសំណាងនៅនឹងស្លៀកខោខ្លីអត់ដឹងថាលុយទឹកលុយអីទេអញ្ចឹងយើងត្រូវដោះស្បែកជើងមកដើរដែលខ្ញុំចោលប្រាប់ហ្នឹងគឺដើរឆ្លងមកអញ្ចឹងហើយកន្លែងនេះគឺកន្លែងឆ្នេរសមុទ្រគេពេលយើងឆ្លងមកដល់ឆ្នេរសមុទ្រហ្នឹងស្អាតមែនទែនបងប្អូនខ្សាច់តែខ្ញុំអត់ដឹងឈ្មោះអីទេព្រោះឈ្មោះបាអានតែខ្ញុំឆែកមើលចាំផ្លែបងប្អូននេះបងប្អូនបាអានណានេះឥឡូវបានមកដល់មាត់ឆ្នេរប៉ុន្តែដល់អ្នកលក់មឹកអាំងមឹកអីដែលអត់មានឃើញសោះបងប្អូនស្ងាត់តែឈឹងឃើញតែគេហាលថ្ងៃហើយខ្ញុំមកថតនេះគឺថតតែកន្លែងស្ងាត់ទេព្រោះឯខាងនោះគេហាលថ្ងៃហ៊ានទៅថតទេព្រោះឯយើងការពារ privacy របស់គេដែរយើងខ្លាចថតទៅប៉ះពាល់ដល់គេតែសំខាន់ដល់អ្នកលក់មឹកអាំងវាអត់ឃើញធ្លាប់តែនៅស្រុកខ្មែរគេមានកញ្ចុះគេមានអីជួលបងប្អូនហើយមានលក់មឹកអាំងមានលក់បកាអូចុចទឹកត្រីកោះកុងមកឆ្ងាញ់ណាស់មានគេលក់ក្រែមលក់អីណាស់តែនៅនេះស្ងាត់ឈឹងមានអ្វិចយកមកពីផ្ទះមកទេបងប្អូនអើយអត់មានលក់ទេហើយមានតែបន្ទប់ទឹកទុកឲ្យចូលទេគេប៉ុណ្ណឹងវិចមកពីផ្ទះមកមានដូចកតេមានអីវិចមកមានតង់មានអីដាក់មកយកមកអស់មកបន្ទាប់ពីយើងរកអ៊ីអ្នកលក់មឹកនិងកញ្ចុះអត់ឃើញគឺយើងទៅផ្ទះវិញហ្នឹងហើយដោះស្បែកជើងមកលុយទឹកលុយអីមកទៅរកឡានជិះទៅផ្ទះវិញហ្នឹងហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណបាយបាយជម្រាបលា